បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រកាសការចំនួន20គូបន្ថែមទៀតបាទគឺការប្រកាសគឺដដែលហ្នឹងបងប្អូនអត់មានអីទេយើងបាញ់តែដាក់តែពីរនេះមកបាញ់បានបងប្អូនបាទសាវាខ្លាំងពេកឥឡូវប៉ាខ្ញុំក៏ទៅបថយរាតិចវាស្ទើតិចវិញទៀតអត់មានអីទេបងប្អូនអានេះដូចជាវីដេអូច្រើនដងហើយខ្ញុំបង្ហាញពីរបៀបប្រកាសហ្នឹងបាទនេះកូនកែបខ្លះដាច់កតុយបងប្អូនអាយុវាដូចជាចូល30ថ្ងៃបងប្អូនបាទទឹកតែដាច់កតុយខ្លះទេបាទអញ្ចឹងចូលឆ្នាំហើយបងប្អូនអាចមានកូនកែបលក់ចែកជូនបងប្អូនហើយនេះយើងទៅប្រកាសបាន3ថ្ងៃមុនវីដេអូមុននេះហើយជាខ្ញុំអត់ទាន់បានផុសទេអានេះខ្ញុំដាក់វេលាវាស៊ីឲ្យដោយសារច្រើនបងប្អូនថ្ងៃនេះនោះច្រើនមែនតើបាទនេះនឹងខ្មៅទឹកនេះយើងត្រូវថែមទឹកវាទៀតហើយបងប្អូនបាទនេះក៏ខ្ញុំដាក់ឲ្យមលីឲ្យស៊ីដែរបាទនេះចំណីមលីយើងនេះចូល7-8000ក្បាលទៅ10000ក្បាលបងប្អូនបាទបើសិនជាវានៅកូនកែទាំងអស់ច្រើនបាទនេះហើយកូនកែបនេះមកត្រង់ទៀតបាទខាងនោះនេះបានហើយ700-800ដែរទេបងប្អូនបាទតែយើងវាយថា500បានហើយនេះយើងដាក់ឲ្យវាទុំខ្លះឲ្យវាឡើងលើគោកខ្លះតែនេះវាជាឋានតែដោយសារខ្ញុំចោះជាងវើពេកបាទរៀងល្ងិតតិចហើយបងប្អូនម៉ោង6ហើយអានេះគឺខ្ញុំដាក់មលីឲ្យស៊ីដែរបងប្អូនបាទរួមកែបខ្ញុំទាំងអស់នេះទាំងកូនក្អុកខ្ញុំដាក់មលីឲ្យស៊ីទាំងអស់បាទទាំងកូនកែបតូចនេះនេះក៏អាយុ1ខែដែរបងប្អូនបាទខុសគ្នាប្រហែលថ្ងៃទេបងប្អូនបាទខ្ញុំថា1ខែទៅអានេះកូនក្អុកប៉ុនកូនដៃបងប្អូនបាទអានេះ10ថ្ងៃបាទយើងប្រកាសថ្ងៃ20ឥឡូវថ្ងៃ30ហើយ2ត្រង់យើងប្រកាស2ត្រង់ថ្ងៃហ្នឹងថ្ងៃ20បាទហើយក៏ខ្ញុំបង្ហាញវីដេអូដែរនេះក៏ស៊ីមលីដែរបងប្អូនបាទ10ថ្ងៃរួមចាប់ពីមួយអាទិត្យពី5ថ្ងៃទៅមួយសប្តាហ៍ឡើងយើងឲ្យវាស៊ីមលីបានហើយបងប្អូនបាទនេះសារប៉ុន្តែយើងបន្ថយបរិមាណបើសិនវានៅតូចឬក៏ថ្ងៃវានៅតិចថ្ងៃទេអាហ្នឹងយើងដាក់ឲ្យស៊ីត្រឹមតែបរិមាណមួយដែលសមស្របទៅគឺយើងកាត់បន្ថយមិនមែនដាក់ឲ្យស៊ីដោយអាធំទេបាទយើងប្រកាសត្រង់ទី4បាទជួរទី1ខ្ញុំធ្វើបាន7ត្រង់ទេបាទនៅ2ត្រង់ទៀតខ្ញុំដេករួចរាល់ហើយប៉ុន្តែអត់បានធ្វើបាទដោយសារមួយរយៈនេះរវល់បើជាស្អែកយើងចាប់ផ្ដើមធ្វើអាងថ្មីតទៀតហើយដោយសារអស់អាងប្រកាសបងប្អូនណានៅតាមអាងទៀតទេចឹងយើងធ្វើត្រៀមយើងត្រាំវាចោលសិនបាទវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនបាទបើបងប្អូនមានចង្អល់អីអាចតំណតំណងខលសួរបានបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ